សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទ Kevin សូមស្វាគមន៍មកកាន់ Channel នេះទៀតហើយនេះគឺជាអេពីសូតទី122ឬក៏ភាគទី122កាលពីម្សិលមិញនេះទៀតបានផុសអេពីសូតទី121ដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលអត់ដឹងឬក៏អត់ទាន់បានចូលទៅស្ដាប់ណាពុកម៉ែបងប្អូនអាចចូលទៅស្វែងរកនៅក្នុង Channel នេះទៀតបានឬក៏ស្ដាប់វីដេអូមួយនេះរហូតដល់ចប់ទៅនៅចុងវីដេអូខ្ញុំនឹងដាក់អេពីសូតទី121ដើម្បីឲ្យពុកម៉ែបងប្អូនគ្រាន់តែចុចលើវីដេអូហ្នឹងទៅនឹងអាចចូលទៅដល់អេពីសូតទី121ហើយនៅថ្ងៃនេះក៏មិនខុសពីសពមួយដងដែរនេះទៀតនៅតែបន្តពំនាំយកនៅប្រភេទរឿងអមនុស្សឬក៏រឿងខ្មោចហ្នឹងដើម្បីយកមកនិទានជូនពុកម៉ែបងប្អូនយើងស្ដាប់កំសាន្តដែលរឿងរ៉ាវរបស់យើងថ្ងៃនេះនឹងនិយាយតាក់ទងទៅនឹងគ្រួសារមួយដែលពួកគាត់នឹងផ្លាស់ប្ដូរទីលំនៅណាឬចូលទៅនៅផ្ទះថ្មីប៉ុន្តែផ្ទះថ្មីដែលពួកគាត់រើចូលទៅនេះគឺពួកគាត់មិនបានដឹងប្រវត្តិថាផ្ទះហ្នឹងកាលពីមុនហ្នឹងមានរឿងរ៉ាវអីកើតឡើងខ្លះទេអញ្ចឹងពុកម៉ែបងប្អូនយើងប្រហែលជាឆ្ងល់ហើយថាអញ្ចឹងមិនបានជាពួកគាត់នេះសម្រេចចិត្តថារើទៅនៅកន្លែងហ្នឹងពួកគាត់ជួលឬក៏ពួកគាត់ទិញហើយនៅពេលដែលពួកគាត់ទៅរស់នៅក្នុងផ្ទះហ្នឹងនេះពួកគាត់បានជួបរឿងរ៉ាវអីខ្លះវាគួរឲ្យខ្លាចកម្រិតណាអញ្ចឹងបន្តិចទៀតពុកម៉ែបងប្អូននឹងបានស្ដាប់នៅក្នុងសាច់រឿងពេញរបស់យើងថ្ងៃនេះទាំងអស់គ្នាប៉ុន្តែមុននឹងចាប់ផ្ដើមសាច់រឿងរបស់យើងថ្ងៃនេះដោយសំមួយដងអញ្ចឹងចង់សូមចិត្តពុកម៉ែបងប្អូនដែលថាតែងតែស្ដាប់វីដេអូរបស់នេះទៀតហ្នឹងប៉ុន្តែអត់ទាន់បានចុច Subscribe ឬក៏ពាក្យថាជាវខ្ញុំបានហ្នឹងក៏សូមមេត្តាពុកម៉ែបងប្អូនយើងជួយចុចពាក្យ Subscribe ឬក៏ពាក្យថាជាវហ្នឹងឲ្យខ្ញុំបានម្នាក់មួយផងអញ្ចឹងក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងចូលទៅកាន់សាច់រឿងពេញរបស់យើងថ្ងៃនេះទាំងអស់គ្នារឿងរ៉ាវរបស់យើងថ្ងៃនេះគឺបានកើតឡើងនៅក្នុងប្រទេសថៃដែលនិយាយអំពីគ្រួសារមួយដែលមានសមាជិក4នាក់បងប្រុសថេតដែលជាមេគ្រួសារនៅពេលនោះគាត់បានពិភាក្សាជាមួយនឹងប្រពន្ធរបស់គាត់ដោយគាត់ចង់លក់ផ្ទះដែលពួកគាត់កំពុងតែរស់នៅនឹងព្រោះថាគ្រួសាររបស់គាត់នៅពេលនោះគឺជួបវិបត្តិសេដ្ឋកិច្ចគ្រួសារណាមួយបងប្រុសថេតនឹងមានរឿងរ៉ាវក្តីក្តាំងនៅក្នុងក្រុមហ៊ុនទៀតដែលធ្វើឲ្យក្រុមហ៊ុនរបស់គាត់នេះគឺបញ្ឈរជើងគាត់បណ្ដោះអាសន្នសិនអញ្ចឹងនៅពេលដែលគាត់ត្រូវគេបញ្ឈរជើងអញ្ចឹងគ្រួសាររបស់គាត់នឹងគឺពឹងផ្អែកតែលើចំណូលរបស់ប្រពន្ធគាត់តែម្នាក់ណាមួយកូនស្រីតូចរបស់គាត់នឹងក៏ត្រូវរៀនហើយកូនស្រីច្បងរបស់គាត់នឹងកំពុងតែសិក្សានៅមហាវិទ្យាល័យទៀតដោយសារតែជួបបញ្ហាបែបនឹងឯងទើបគាត់នឹងសម្រេចចិត្តថាលក់ផ្ទះដែលពួកគាត់រស់នៅនឹងទៅប៉ុន្តែបន្ទាប់ពីគាត់ដាក់ផ្លាកថាលក់ផ្ទះនេះមិនមែនថាលក់ថ្ងៃហ្នឹងស្អែកឡើងគេមកទិញទេរំលងច្រើនខែមែនតែនតម្រាំថាផ្ទះរបស់គាត់ហ្នឹងគឺលក់ដាច់ណាហើយលក់ដាច់ហ្នឹងក្នុងតម្លៃមិនសូវខ្ពស់ទៀតអញ្ចឹងរយៈពេលប្រហែលខែដែលផ្ទះគាត់លក់អត់ទាន់ដាច់នេះហើយគាត់អត់ទាន់មានចំណូលទៀតអញ្ចឹងបានន័យថាគាត់ខ្ចីពីនេះខ្ចីពីនោះណានៅពេលដែលលក់ផ្ទះបានហ្នឹងគ្រាន់តែសងគេហ្នឹងចង់អស់ពាក់កណ្ដាលទៅហើយបន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានលក់ដាច់នេះដំបូងឡើយពួកគាត់នឹងចាញ់មកជួលផ្ទះនៅខាងក្រៅដែលវានឹងជាប្រភេទផ្ទះហើយមានរបងណាដោយសារតែសមាជិករបស់គាត់នឹងគឺមានដល់ទៅ4នាក់ឯណោះប៉ុន្តែនៅពេលដែលជួលយូរទៅនេះការចំណាយវាចេះតែច្រើនពួកគាត់រត់លែងចង់រួចហើយដែលតម្រូវឲ្យពួកគាត់នឹងគឺចង់ស្វែងរកទីលំនៅថ្មីតម្លៃនឹងរៀងទាបជាងកន្លែងដែលគាត់កំពុងតែជួលនៅថ្ងៃមួយមិត្តភ័ក្តិរបស់បងប្រុសថេតនេះគាត់ក៏បានឆាតមកបងថេតដោយគាត់នឹងបានផ្ញើរូបផ្ទះមួយចំនួនមកផងដែរអញ្ចឹងនៅពេលដែលបងថេតគាត់ចូលទៅមើលទៅមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺគាត់បានផ្ញើរូបអាផាតមិនមួយដែលមានពីរបន្ទប់ណាហើយគេកំពុងតែដាក់ជួលហ្នឹងក្នុងតម្លៃមួយរៀងធូរមែនតើដោយគ្រាន់តែឃើញប៉ុណ្ណឹងបងប្រុសថេតហ្នឹងគាត់សប្បាយចិត្តមែនតើព្រោះថាគ្រួសាររបស់គាត់ហ្នឹងកំពុងតែស្វែងរកទីលំនៅថ្មីហើយមិត្តភ័ក្តិរបស់គាត់នេះផ្ញើរូបមកជាប្រភេទអាផាតមិនទោះបីថាវារៀងចង្អៀតជាងផ្ទះដែលគាត់កំពុងតែរស់នៅបន្តិចមែនប៉ុន្តែមានរហូតដល់ទៅ2បន្ទប់ដែលអាចថាប្តីប្រពន្ធគាត់គេងមកបន្ទប់ទៅហើយកូនស្រីរបស់គាត់ហ្នឹងគេងជាមួយគ្នាមួយបន្ទប់អញ្ចឹងនៅពេលនោះគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់បញ្ញាតាក់ទងទៅតាមលេខទូរស័ព្ទដែលគេដាក់នៅក្នុងរូបហ្នឹងអញ្ចឹងនៅពេលដែលគាត់តាក់ទងតាមលេខទូរស័ព្ទហើយនេះគាត់ដឹងថាអាផាតមិនមួយហ្នឹងគឺអត់ទាន់មានអ្នកខកអត់ទាន់មានអ្នកជួលទេគាត់ណាត់ថ្ងៃជាមួយគេដើម្បីថាទៅមើលអាផាតមិនហ្នឹងតែម្ដងនៅពេលដែលបងប្រុសថេតគាត់ទៅមើលគាត់អត់មានសម្គាល់ថាអាផាតមិនហ្នឹងវាមានអីខុសប្លែកទេនៅខាងក្នុងហ្នឹងគឺមើលទៅថ្មីដូចក្នុងរូបអញ្ចឹងប៉ុន្តែគាត់សង្កល់ត្រង់ថា
អាចជន់ដែលពួកគាត់ទៅមើលហ្នឹងណាវារៀងស្ងាត់ប៉ុន្តែដោយសារតែម៉ោងដែលគាត់ទៅមើលហ្នឹងគឺជាម៉ោងដែលគេទៅធ្វើការអញ្ចឹងគាត់ក៏គិតថាប្រហែលជាអ្នកដែលនៅជន់ហ្នឹងភាគច្រើនជាអ្នកធ្វើការហើយឥឡូវហ្នឹងគឺគេទៅធ្វើការអស់ហើយពេលនោះគាត់អត់មានថាសោយសាយអីច្រើនទេគាត់ចាប់ផ្ដើមកក់លុយឲ្យគេតែម្ដងសូមនិយាយរំលងចូលមកដល់ថ្ងៃដែលពួកគាត់ត្រូវទៅធ្វើកុងត្រាអញ្ចឹងបងប្រុសថេតហើយនឹងភរិយារបស់គាត់នឹងត្រូវទៅចុះកុងត្រាមុនមួយថ្ងៃមុនថ្ងៃដែលគាត់ត្រូវរើចូលដោយសារតែគាត់ចាំប្រពន្ធគាត់ចេញពីធ្វើការហើយតម្រាំថាពួកគាត់ជិះទៅទៀតតម្រាំថាទៅដល់ហ្នឹងគឺវារៀងយប់បន្តិចទៅហើយម្នាក់មួយដែលគាត់ទៅមើលអាផាតមិននឹងលើដំបងណាជាភ្នាក់ងារដែលគេជួលមកពីខាងក្រៅទេដើម្បីឲ្យជួយជួលអាផាតមិនឲ្យគេនេះអញ្ចឹងគាត់តាក់ទងជាមួយនឹងម្នាក់ហ្នឹងប៉ុន្តែដោយសារតែពេលដែលគាត់រងចាំប្រពន្ធគាត់តម្រាំថាទៅដល់វារៀងយប់បន្តិចហ្នឹងពេលដែលគាត់ទៅដល់គឺឃើញអ្នកផ្សេងចាំជួយរៀបចំអាកុងត្រាហ្នឹងឲ្យគាត់វិញបានន័យថាម្នាក់មួយដែលគាត់តាក់ទងហ្នឹងគឺអត់បានមកទេអញ្ចឹងនៅពេលដែលគាត់សួរនាំទៅថាហាក់មិនបានម្នាក់ហ្នឹងអត់មកអញ្ចឹងណាអ្នកដែលគេបានមកជំនួសហើយកំពុងតែអង្គុយរងចាំគាត់នៅក្នុងហាងកាហ្វេនៅខាងក្រៅអាផាតមិនហ្នឹងគេបញ្ជាក់ថាអូដោយសារតែបងនោះគាត់រវល់គាត់ជួលអ្នកផ្សេងទៅមើលកន្លែងផ្សេងទៀតអញ្ចឹងណាទើបឲ្យខ្ញុំនេះមកជំនួសនៅពេលដែលស្ដាប់ឮប៉ុណ្ណឹងហើយគាត់នឹងក៏អត់មានថាសួរនាំអីតទៀតដែរពួកគាត់អង្គុយរៀបចំកុងត្រាហ្នឹងនៅខាងក្រោមនៅក្នុងហាងកាហ្វេហ្នឹងតែម្ដងប៉ុន្តែបងប្រុសថេនហ្នឹងក៏រៀងចម្លែកចិត្តត្រង់ថាអញ្ចឹងនៅពេលដែលគាត់ហៅម្នាក់ស្រីហ្នឹងណាថាយើងអាចទៅរៀបចំកុងត្រានៅក្នុងអាបន្ទប់អាផាតមិនហ្នឹងហ្មងបានអត់ព្រោះថាគាត់នឹងជួលនៅក្នុងអាផាតមិនហ្នឹងហើយប៉ុន្តែម្នាក់ស្រីហ្នឹងគាត់បដិសេធទេរបៀបធ្វើភ្នែកហិងកលែងកឡង់ដូចហូរនឹកមូលហេតុអីអញ្ចឹងណាបងប្រុសថេនគាត់គិតថាប្រសិនបើគាត់នឹងមកតែឯងជាមនុស្សប្រុសអញ្ចឹងក៏គាត់នឹងមិនហ៊ានហៅឡើងទៅធ្វើនៅខាងលើនឹងដែរមូលហេតុដែលគាត់ចង់ឡើងទៅខាងលើនឹងដោយសារអីដោយសារថាពេលដែលយើងធ្វើនៅខាងលើទៅគាត់ត្រូវបកគលលុយបកគលអីអញ្ចឹងណាវារៀងបាំងអញ្ចឹងគាត់មានអារម្មណ៍ថារៀង secure ជាងនៅពេលដែលយើងបកគលលុយបកគលអីនៅក្នុងហាងកាហ្វេមានគេមានឯងនេះប៉ុន្តែនៅពេលដែលម្នាក់ស្រីនឹងគាត់បដិសេធអញ្ចឹងទៅគាត់ក៏អត់មានថាបកិតបខំទៀតដែរប៉ុន្តែគាត់ក៏ឆ្ងល់ថាគាត់មកជាមួយនឹងភរិយារបស់គាត់នេះហើយបើសិនជាគាត់បដិសេធជាមួយនឹងអារម្មណ៍រៀងធម្មតាទៅវាមិនសូវថាតាក់ចិត្តឲ្យបងប្រុសថេននឹងក៏រៀងចាប់អារម្មណ៍ទេប៉ុន្តែដល់ពេលដែលគាត់រៀងបដិសេធហើយរៀងធ្វើភ្នែកកន្លងកន្លងដូចហូរនឹកមូលហេតុអីបើយើងនិយាយស្រួលស្ដាប់ថាដូចចង់រត់បន្តិចចង់អីបន្តិចអញ្ចឹងណាបែបនោះឯងដែលធ្វើឲ្យបងប្រុសថេនហ្នឹងគាត់រៀងចាប់អារម្មណ៍ប៉ុន្តែគាត់ក៏មិនបានគិតអីច្រើនដែរគាត់គ្រាន់តែគិតថាប្រហែលជាម្នាក់ហ្នឹងគាត់បារម្ភពីសុវត្ថិភាពរបស់គាត់ដែរហើយណាមួយគាត់មកជំនួសគេទៀតហើយត្រូវអង្គុយចាំបងប្រុសថេនហ្នឹងក៏រៀងយូរដែរនៅពេលដែលពួកគាត់ចុះកុងត្រាបកគលលុយកក់ហើយនឹងបង់ថ្លៃអាផាតមិនសម្រាប់ជួលនៅរួចរាល់មនុស្សស្រីម្នាក់ហ្នឹងក៏បានបកគលសោមឲ្យគាត់នៅពេលនោះបងប្រុសថេនហើយនឹងប្រពន្ធរបស់គាត់ហ្នឹងគឺអត់ទាន់ត្រឡប់ទៅវិញទេគាត់ឡើងទៅមើលបន្ទប់អាផាតមិនរបស់គាត់សិនអញ្ចឹងណានៅពេលដែលពីរអ្នកប្តីប្រពន្ធរបស់គាត់កំពុងតែឈរចាំចតាយោងដើម្បីឡើងទៅខាងលើម្នាក់ស្រីមួយដែលមកធ្វើកុងត្រាឲ្យគាត់ហ្នឹងគាត់បានដើររៀងបញ្ញាប់ណាដូចជាបញ្ញាប់ចាក់ចេញពីអាផាតមិនមួយហ្នឹងអញ្ចឹងព្រោះថានៅពេលដែលគាត់កំពុងតែឈរចាំចតាយោងហ្នឹងម្នាក់ស្រីហ្នឹងបានដើរចេញពីហាងកាហ្វេហើយដើរចេញទៅខាងក្រៅប៉ុន្តែដំណើររបស់គាត់ហ្នឹងគឺញាប់មែនទែនដើរបែបបញ្ញាប់ណានៅពេលនោះបងប្រុសថេតហើយនឹងភរិយារបស់គាត់ហ្នឹងគ្រាន់តែមានអារម្មណ៍ថាប្រហែលជាពួកគាត់ហ្នឹងឲ្យគ្នារងចាំយូរលើសម៉ោងធ្វើការរបស់គ្នាណាហើយអញ្ចឹងបានជាគ្នាបញ្ញាប់ត្រឡប់ទៅផ្ទះឬក៏មានការអីបន្តទៀតនេះពេលដែលចតាយោងបានចុះមកដល់ពួកគាត់ចូលទៅហើយក៏ចុចជន់ដែលពួកគាត់ត្រូវឡើងទៅនៅពេលដែលពួកគាត់ឡើងទៅដល់ខាងលើដើរតាមផ្លូវដើរទៅបន្ទប់របស់ពួកគាត់នេះប្រពន្ធរបស់គាត់ដើរគៀកនឹងបងថេតទេគ្រាន់តែដើររៀងក្រោយបន្តិចពេលដែលមកដល់មុខបន្ទប់បងថេតគាត់បានចាក់សោដើម្បីចូលទៅក្នុងបន្ទប់ណាចូលទៅដល់ក្នុងបន្ទប់ភ្លាមប្រពន្ធរបស់គាត់ហ្នឹងគាត់ក៏បាននិយាយជាមួយបងថេតថាបងហើយពេលដែលបងឯងមកមើលបន្ទប់ហ្នឹងណាពេលដែលមកដំបូងហ្នឹងបងឯងមានទទួលអារម្មណ៍អីឬក៏អត់បងប្រុសថេតគាត់បញ្ជាក់ថាគាត់អត់មានទទួលអារម្មណ៍អីទេប៉ុន្តែប្រពន្ធរបស់គាត់ហ្នឹងគាត់បាននិយាយថាតែអូនមានអារម្មណ៍ថាជន់ដែលយើងនៅនេះដូចជាអត់មានអ្នកផ្សេងនៅសោះវាស្ងាត់ខុសពីធម្មតាណានៅពេលនោះបងប្រុសថេតគាត់ក៏បានឆ្លើយទៅកាន់ប្រពន្ធគាត់ថាបងក៏មានអារម្មណ៍ថាវាស្ងាត់ដែរសូម្បីតែពេលដែលបងមកមើលលើដំបងប៉ុន្តែវាមិនអាចទេដែលថាមកជន់ហ្នឹងវាគ្មានអ្នកផ្សេងនៅសោះនោះអាចនឹងថាអ្នកខ្លះគេមិនទាន់មកហើយអ្នកខ្លះទៀតហ្នឹងគេអាចនឹងទិញទុកលក់ឬក៏ទុកជួលដូចជាអាផាតមិនដែលយើងកំពុងតែជួលនឹងអញ្ចឹងអីទេយើងនៅសិនទៅណាមួយតម្លៃក៏វានាងធូរជាងកន្លែងដែលយើងធ្លាប់នៅនោះដែរ
នៅពេលដែលបងប្រថេតគាត់កំពុងតែដើរមើលបរិវេណនៅខាងក្នុងហ្នឹងប្រពន្ធរបស់គាត់ក៏គាត់បានចាញ់មកវេរ៉ាំងដានៅខាងក្រៅបានបន្តិចមកប្រពន្ធរបស់គាត់នឹងក៏បានស្រែកហៅបងថេតណាប៉ុន្តែមិនមែនថាស្រែកហៅលឺទេគាត់គ្រាន់ហៅថាបងមិនមែនទេពេលដែលបងថេតគាត់ដើរចេញមកខាងវេរ៉ាំងដានេះប្រពន្ធរបស់គាត់នឹងបានចង្អុលចូលទៅខាងក្រោមគាត់បានប្រាប់ប្តីគាត់ថាបងឯងមើលម្នាក់ស្រីនោះដើរក៏រៀងចម្លែកម្លេះអញ្ចឹងនៅពេលដែលបងថេតគាត់មើលទៅតាមដៃប្រពន្ធរបស់គាត់ដែលចង្អុលចូលទៅខាងក្រោមហ្នឹងគាត់ពិតជាឃើញមនុស្សស្រីម្នាក់គាត់កំពុងតែដើរណាប៉ុន្តែស្លៀកពាក់សម្លៀកបំពាក់ធម្មតាទេប៉ុន្តែអាកប្បកិរិយានៅពេលដែលគាត់ដើរហ្នឹងវារៀងចម្លែកបន្តិចមែនដំណើររបស់គាត់ដើររៀងញាប់ប៉ុន្តែដៃរបស់គាត់ទាំងពីរហ្នឹងគឺអត់យល់អត់បក់បោយទេអញ្ចឹងនៅពេលដែលពួកគាត់មើលពីខាងលើទៅឃើញអញ្ចឹងបងថេតហ្នឹងគាត់ក៏ញញឹមបន្តិចហើយគាត់និយាយថាមែនតាអូនមនុស្សដើរអត់យល់ដៃអញ្ចឹងហើយដៃហ្នឹងក៏អត់មានថាយូរអីដែរហើយមិនបានជាគាត់ដើរបែបហ្នឹងនៅពេលដែលម្នាក់ស្រីហ្នឹងគាត់ដើរតាមដងផ្លូវណាហើយនៅលើផ្លូវហ្នឹងគឺថាមិនមែនស្ងាត់ទេមានឡានមានម៉ូតូធ្វើចរាចរណ៍ទៅមកអញ្ចឹងណាគ្រាន់តែម្នាក់ស្រីហ្នឹងគាត់ដើរអែបនឹងផ្លូវហ្នឹងប៉ុន្តែគាត់ដើរអត់យល់ដៃនៅពេលនោះពួកគាត់ទាំងពីរនាក់ហ្នឹងគឺតាមមើលម្នាក់ស្រីហ្នឹងរហូតចង់ដឹងថាម្នាក់ស្រីហ្នឹងដើរទៅណាណានៅពេលដែលម្នាក់ស្រីហ្នឹងគាត់ដើរមកដល់ពីមុខអាគារមួយហ្នឹងគាត់ហ្នឹងក៏បានដើរកាច់ចូលមកក្នុងអាគារហ្នឹងនៅពេលដែលឃើញបែបនោះប្រពន្ធរបស់បងថេតនេះគាត់ក៏ធ្លុយមាត់និយាយថាអូបងម្នាក់ស្រីហ្នឹងនៅក្នុងអាគារហ្នឹងដែរតាអើយកុំឲ្យតែនៅជន់ជាមួយពួកយើងទៅបានហើយព្រោះមនុស្សអីធ្វើអីប្លែកៗអញ្ចឹងទេបន្ទាប់មកបងប្រថេតនេះគាត់ក៏បានបបួលប្រពន្ធរបស់គាត់ណាឲ្យចូលទៅខាងក្នុងវិញនឹងអានថាយើងត្រឡប់ទៅផ្ទះប៉ុន្តែប្រពន្ធរបស់គាត់នឹងថាបងចាំឲ្យម្នាក់ស្រីហ្នឹងគាត់ឡើងទៅបន្ទប់គាត់ផុតសិនទេចាំយើងចុះទៅព្រោះថាខ្ញុំអត់ចង់ជួបម្នាក់ស្រីហ្នឹងទេមនុស្សឲ្យដើរមិនយល់ដៃមើលទៅខ្មោចនៅពេលនោះបងថេតនេះគាត់ក៏បានថាអូនកុំនិយាយអីអញ្ចឹងព្រោះយើងទើបតែមកបន្ទប់នេះថ្មីថ្មោងផងមិនទាន់នឹងថាបានសែនព្រានស្អីត្រឹមត្រូវណាពួកគាត់ទាំងពីរនាក់ចំណាយពេលនៅក្នុងអាផាតមិនថ្មីរបស់ពួកគាត់ហ្នឹងមួយសន្ទុះធំដែរតម្រាំតែពួកគាត់ហ្នឹងត្រឡប់ទៅផ្ទះវិញនៅពេលដែលពួកគាត់ចុះទៅដល់ជាន់ខាងក្រោមកន្លែងចតឡានហ្នឹងពេលដែលពួកគាត់ទាំងពីរនាក់ចូលទៅក្នុងឡានហើយបើកចេញមកខាងក្រៅនេះពេលដែលឡើងមកដល់ផ្លូវធំបងប្រថេតហ្នឹងគាត់ប្រអងឡានដើម្បីមើលឆ្វេងស្ដាំណាក្រែងលោកថាមានឡានផ្សេងៗហ្នឹងគេធ្វើដំណើរមកអញ្ចឹងនៅពេលដែលគាត់បត់ឡានទៅនេះហើយពេលដែលគាត់ចោលកតុយភ្នែកដើម្បីមើលទៅអាកញ្ចក់មើលទៅខាងក្រោយណាស្រាប់តែឃើញមនុស្សស្រីម្នាក់ហ្នឹងតាមកញ្ចក់ប៉ុន្តែមិនមែននៅក្នុងឡានរបស់គាត់ទេគឺឃើញឈរនៅអាកាច់ជ្រុងកន្លែងអាគាររបស់អាផាតមិនមួយហ្នឹងអញ្ចឹងកតុយភ្នែករបស់គាត់នៅពេលដែលគាត់កលេសទៅមើលអាកញ្ចក់ថយក្រោយនឹងមួយផ្លែហ្នឹងណាហើយក៏លាភ្នែកមកវិញហ្នឹងគាត់ឃើញលើកទី1ប៉ុន្តែនៅពេលដែលគាត់បាក់ភ្នែកធំៗហើយងាកទៅមើលមួយសារទៀតនេះលើកទី2ហ្នឹងគឺអត់ឃើញទេអញ្ចឹងនៅពេលនោះបងប្រថេតហ្នឹងគាត់ក៏មិនប្រកាសក្នុងចិត្តដែរថាមុនហ្នឹងគាត់ពិតជាបានឃើញម្នាក់ស្រីមួយហ្នឹងនៅឈរនឹងកាច់ជ្រុងនឹងម៉ែត្រឬមួយក៏គាត់ស្វាំងភ្នែកខ្លួនឯងប៉ុន្តែអាលើកទី2ដែលគាត់មើលម្ដងទៀតហ្នឹងគឺអត់ឃើញទេអញ្ចឹងនៅពេលហ្នឹងគាត់គិតថាប្រហែលជាគាត់នឹងស្វាំងភ្នែកទេព្រោះថាមុនហ្នឹងម្នាក់ហ្នឹងដើរចូលរៀងយូរដែរហើយបើសិនជាគាត់ឡើងចដើរឡើងអីហ្នឹងគឺវាដល់បន្ទប់របស់គាត់ហើយមិនគួរណាថាឃើញគាត់នៅឈរនៅខាងក្រោមនឹងទៀតទេនៅតាមផ្លូវដែលពួកគាត់ធ្វើដំណើរត្រឡប់មកផ្ទះរបស់គាត់វិញនេះគឺអត់មានរឿងអីកើតឡើងទេសូមនិយាយកាត់ចូលមកដល់ពេលពួកគាត់បានមករស់នៅក្នុងអាផាតមិនថ្មីហ្នឹងរយៈពេល 3-4 ថ្ងៃដំបូងគឺអត់មានរឿងអីកើតឡើងទេប៉ុន្តែសម្រាប់ថ្ងៃហ្នឹងពេលដែលបងប្រថេតគាត់ភ្ញាក់មកហើយគាត់ដើរទៅចង្ក្រានបាយស្រាប់តែគាត់ចោលភ្នែកទៅឃើញថានៅពីក្រោយទ្វាររបស់គាត់នេះគឺមានកៅអីមួយដាក់បាំងនៅពីក្រោយទ្វារអញ្ចឹងដល់ពេលនោះគាត់ក៏បានដើរចូលទៅសួរប្រពន្ធគាត់វិញថាអូនហើយយប់មិញហ្នឹងមានរឿងអីមែនបានជាយកកៅអីទៅទប់ពីក្រោយទ្វារប្រពន្ធរបស់គាត់នោះគាត់ថាគាត់មិនដឹងរឿងអីទេអញ្ចឹងនៅពេលដែលញ៉ាំអាហារពេលព្រឹកនេះគាត់ក៏បានសួរកូនស្រីរបស់គាត់ទៀតដោយគាត់ចង់ដឹងថានរណាយកកៅអីទៅដាក់នៅពីក្រោយទ្វារហ្នឹងប៉ុន្តែសួរកូនស្រីរបស់គាត់ទាំងពីរនាក់នេះគឺពួកគាត់អត់ដឹងទេនៅពេលនោះបងប្រថេតហ្នឹងក៏រៀងឆ្ងល់មែនតើគ្នាតែ4នាក់នៅផ្ទះជាមួយគ្នាប្រសិនបើ3នាក់អត់ដឹងទៅហើយហ្នឹងមានតែគាត់ហើយបើគាត់ម្ចាស់ខ្លួនហ្នឹងគាត់អត់ដឹងដែរហ្នឹងបើសិនជាគាត់ដឹងមិនបានគាត់ត្រូវសួរអញ្ចឹងនៅពេលនោះបងប្រថេតគាត់ឆ្ងល់មែនតើថានរណាគេយកកៅអីទៅដាក់ពីក្រោយទ្វារហ្នឹងហើយវាមានរឿងអីបានជាយកកៅអីទៅដាក់បាំងទ្វារអញ្ចឹងកៅអីឈើដែលពួកគាត់អង្គុយញ៉ាំបាយនឹងឯងប៉ុន្តែនៅពេលនោះបងប្រថេតហ្នឹងគាត់អត់បានថាសួរនាំអីច្រើនទេដោយគាត់គិតថា
ប្រហែលជាកូនស្រីច្បងរបស់គាត់ហ្នឹងយប់ឡើងគាត់និយាយទូរស័ព្ទហើយគាត់ក៏ទាញកៅអីទៅអង្គុយនៅក្បែរទ្វារហ្នឹងទៅសូមនិយាយចូលមកដល់ពេលយប់ជ្រៅពេលនោះបងប្រុសថេនហ្នឹងគាត់អត់ទាន់គេងទេដោយសារតែគាត់ហ្នឹងនៅអង្គុយបង្ហើរការងាររបស់គាត់ពេលដែលកំពុងតែអង្គុយធ្វើការសុកអញ្ចឹងគាត់ហ្នឹងស្រាប់តែឮសំឡេងកូនស្រីពៅរបស់គាត់ហ្នឹងគឺសោចនៅពេលដែលគាត់ដោះកាសហើយគាត់ផ្ទៀងតិចស្ដាប់ទៅគាត់ថាហើយស្មើហ្នឹងឯងបងប្អូនគេហ្នឹងអត់ទាន់គេងទេនៅបលែងគ្នាសោចអឹកបានបន្តិចមកក៏ឮសំឡេងកូនស្រីពៅរបស់គាត់នេះសោចរឿងឮជាងមុនអញ្ចឹងនៅពេលនោះបងប្រុសថេនហ្នឹងគាត់ទុកការងារសិនគាត់បើកទ្វារចេញទៅគាត់ចង់ដឹងថាកូនគាត់ហ្នឹងបលែងគ្នារឿងអីហើយមួយទៀតគាត់ចង់ប្រាប់កូនគាត់នេះថាយប់ហើយនាំគ្នាគេងទៅកុំបលែងគ្នាអញ្ចឹងណាខ្លាចថ្លង់ដល់អ្នកចិត្តខាងប៉ុន្តែនៅពេលដែលគាត់គ្រាន់តែទាញទ្វារបន្ទប់របស់គាត់បើកនេះនៅពេលនោះបរិវេណក្នុងផ្ទះរបស់គាត់គឺបិទភ្លើងអស់ហើយគាត់ទុកតែកូនចង្កៀងមួយដើម្បីបើកភ្លើងរឹមនៅក្នុងផ្ទះហ្នឹងទេប៉ុន្តែនៅពេលដែលគាត់បើកទ្វារមកនេះគាត់បែរជាឃើញកូនស្រីពៅរបស់គាត់ណាកំពុងតែឈរលើកៅអីនៅនឹងមាត់ទ្វារហ្នឹងហើយដូចជាកំពុងមើលទៅខាងក្រៅតាមអបឡោះភ្នែកឆ្មាហ្នឹងនៅពេលនោះគាត់ងឿងឆ្ងល់មែនតើថាកូនគាត់មិនបានជាទៅឈរនៅមាត់ទ្វារទៅវិញដោយគាត់គិតថាប្រហែលជាបងប្អូនគេហ្នឹងកំពុងតែបលែងគ្នានៅក្នុងបន្ទប់ណាពេលដែលឃើញបែបនោះគាត់នឹងក៏បានស្រែកហៅឈ្មោះកូនស្រីពៅរបស់គាត់អញ្ចឹងនៅពេលដែលគាត់ស្រែកហៅឈ្មោះកូនស្រីពៅរបស់គាត់នេះកូនស្រីពៅរបស់គាត់គឺភ្ញាក់ដូចយើងធ្វើអីលឺទៅកូនក្មេងភ្ញាក់អញ្ចឹងណាប៉ុន្តែបន្ទាប់ពីគាត់ភ្ញាក់នេះគាត់បែរទៅចញីភ្នែកញីអីហ្នឹងដូចជាគាត់ទៅភ្ញាក់ពីគេងទៅវិញពេលនោះបងប្រុសថេនហ្នឹងគាត់បញ្ញាប់រត់ទៅចាប់កូនគាត់ខ្លាចថាធ្លាក់ពីលើកៅអីហ្នឹងអញ្ចឹងនៅពេលដែលគាត់បីមកគាត់សួរថាកូនឯងមកធ្វើអីនឹងមាត់ទ្វារហ្នឹងកូនគាត់ញីភ្នែកបដាហើយគាត់ហ្នឹងឆ្លោយទាំងញញឹមណាគាត់ថាកូនពងតែលេងមួយអ៊ីមួយនោះអ៊ីមួយនៅក្រៅទ្វារគាត់ក៏ប្លែកហើយគាត់ចេះលេងសៀកឲ្យកូនមើលទៀតអញ្ចឹងនៅពេលដែលបងប្រុសថេតគាត់បីកូនគាត់យកទៅទុកនៅក្នុងបន្ទប់នេះដោយគាត់គិតថាប្រហែលជាកូនគាត់ហ្នឹងយកសពឲ្យមកមើលណាពេលដែលដាក់កូនគាត់នៅគេហ្នឹងគាត់ក៏ប្រាប់ថាអត់មានអ៊ីណាទេកុំទៅឈរនៅមាត់ទ្វារអញ្ចឹងទៀតហើយយប់ឡើងឈរលើអីទៀតចុះបើធ្លាក់ទៅបាក់ដៃបាក់ជើងឲ្យប៉ាធ្វើម៉េចបន្ទាប់មកកូនរបស់គាត់ហ្នឹងនៅតែនិយាយថាប៉ុន្តែកូនពិតជាឃើញអ៊ីមួយនៅឈរនៅពីមុខទ្វារយើងមែនគាត់ចង់លេងជាមួយកូនណាបងប្រុសថេហ្នឹងគាត់ក៏ថាយប់ហើយសង្ងំគេងទៅអញ្ចឹងនៅពេលដែលគាត់បិទទ្វារបន្ទប់កូនស្រីរបស់គាត់ណាគាត់អត់ទាន់ដើរទៅបន្ទប់របស់គាត់វិញទេដោយគាត់បានដើរទៅយកកៅអីហ្នឹងចេញពីក្រៅទ្វារហ្នឹងសិនប៉ុន្តែនៅពេលដែលគាត់ទាញកៅអីចេញមកហើយនេះគាត់មិនអស់ចិត្តដោយគាត់ចង់ដឹងថាមិនក៏កូនស្រីគាត់បើសិនជាមកមើលមិនក៏មកមើលពីយប់ជាប់គ្នាអញ្ចឹងបានន័យថាមិនសមមិញកូនគាត់ក៏មកមើលយ៉ាងដែរចុះមកមើលហើយមិនក៏គាត់ដើរទៅដេកវិញខ្លួនឯងខាត់ដោយមិនអស់ចិត្តគាត់ក៏បានលបមើលតាមអាបឡោះភ្នែកឆ្មាហ្នឹងដើម្បីមើលចេញទៅខាងក្រៅនៅពេលដែលគាត់មើលចេញទៅខាងក្រៅនេះនៅខាងក្រៅហ្នឹងគាត់អត់មានឃើញអ៊ីណាដូចតែកូនគាត់និយាយនឹងទេពេលនោះគាត់គ្រាន់តែគិតថាប្រហែលជាកូនស្រីរបស់គាត់ហ្នឹងមកមើលហើយយកកៅអីទុកហើយគាត់ក៏បានចូលទៅគេងនៅក្នុងបន្ទប់គាត់វិញចូលមកដល់ពេលព្រឹកឡើងបងប្រុសថេតហើយនឹងភរិយារបស់គាត់នេះគាត់បានពិភាក្សាគ្នារឿងកូនស្រីរបស់គាត់ដោយគាត់ចាប់ផ្ដើមគិតថារឿងហ្នឹងប្រហែលជាមិនមែនត្រឹមតែជាការមកមើលរបស់កូនស្រីរបស់គាត់ហ្នឹងធម្មតាទេព្រោះមិនអាចថាកូនស្រីរបស់គាត់ហ្នឹងមកមើលទៅធ្វើសកម្មភាពហ្នឹងដដែល2ថ្ងៃជាប់គ្នាទេនៅពេលដែលពិភាក្សាគ្នាទៅពួកគាត់ទាំងពីរនាក់ហ្នឹងគិតថានៅយប់ហ្នឹងពួកគាត់អត់គេងទេពួកគាត់ចាំឃ្លាំមើលថាកូនស្រីរបស់គាត់ហ្នឹងនឹងដើរទៅមាត់ទ្វារហ្នឹងមើលតាមអាបឡោះភ្នែកឆ្មាហ្នឹងទេឬក៏អត់អញ្ចឹងប្រសិនបើយប់ហ្នឹងកូនស្រីរបស់គាត់ទាញកៅអីឡើងទៅមើលតាមអាបឡោះភ្នែកឆ្មាហ្នឹងទៀតបានន័យថាមានអ្នកនៅខាងក្រៅហ្នឹងពិតមែនហើយពួកគាត់ចាំមើលថាអ្នកដែលនៅខាងក្រៅហ្នឹងជានរណាគេហើយអ្នកខាងក្រៅហ្នឹងគេធ្វើអីដើម្បីកូនស្រីរបស់គាត់នៅក្នុងបន្ទប់ហ្នឹងគាត់អាចលឺហើយគាត់អាចដើរចេញទៅខាងក្រៅបានណាឬមួយក៏ពួកគាត់ហ្នឹងណាត់ម៉ោងគ្នាអញ្ចឹងនៅយប់ហ្នឹងប្តីប្រពន្ធពួកគាត់ហ្នឹងគឺចាំមើលទាំងអស់គ្នានៅពេលដែលញ៉ាំអាហារពេលយប់អីរួចរាល់បងថេតហើយនឹងប្រពន្ធហ្នឹងគាត់អត់មាននិយាយរឿងអីទាំងអស់គាត់ធ្វើដូចជាគាត់នឹងអត់មានផែនការអីអត់ដឹងរឿងអីណាយប់ឡើងហ្នឹងក៏គាត់ចូលបន្ទប់បិទទ្វារគេងធម្មតាប៉ុន្តែពួកគាត់អត់គេងទេដោយពួកគាត់ហ្នឹងគឺចាំមើលក្រែងលោថាកូនស្រីពៅពួកគាត់ហ្នឹងទាញកៅអីទៅមើលតាមប្រឡោះភ្នែកឆ្មានៅកន្លែងទ្វារហ្នឹងទៀតអង្គុយយូរទៅនៅតែអត់ឮសំឡេងកូនស្រីពៅរបស់គាត់ណា
អង្គុយចាំមួយសន្ទុះធំទៀតស្រាប់តែឮសំឡេងបន្ទប់កូនស្រីរបស់គាត់ហ្នឹងគឺបើកទ្វារពេលនោះគាត់អត់ទាន់បើកទ្វារចេញតែភ្លាមៗទេបានបន្តិចមកក៏ឮសំឡេងក្អីណាវាកមួយក្រោពេលនោះគាត់ដឹងហើយថាបើគាត់ជាកូនស្រីរបស់គាត់ហ្នឹងទាញក្អីទៅមើលតាមប្រឡប់ភ្នែកឆ្មាហ្នឹងទៀតហើយគាត់បានសួរទៅកាន់ប្រពន្ធគាត់ថាឥឡូវហ្នឹងម៉ោងប្រហែលហើយប្រពន្ធគាត់មើលទូរស័ព្ទទៅម៉ោង 10:59 នាទីហើយនៅពេលនោះពួកគាត់ទាំងពីរនេះក៏ចាប់ផ្ដើមបង្ហើបទ្វារតិចៗណានៅពេលដែលបង្ហើបទ្វារទៅឃើញកូនស្រីរបស់គាត់នេះពងតាចិត្តតងឡើងលើកអីហ្នឹងដូចជាបំរុងឈរមើលតាមប្រឡប់ភ្នែកឆ្មានឹងទៀតហើយនៅពេលនោះពួកគាត់ទាំងពីរនេះក៏បានដើរលបប៉ុន្តែរៀងងាប់នេះទៅចាប់កូនស្រីរបស់គាត់ហ្នឹងហើយខ្ទប់មាត់នៅពេលដែលបងប្រុសថេនហ្នឹងកំពុងតែចាប់កូនស្រីរបស់គាត់ណាហើយខ្ទប់មាត់កុំឲ្យបង្កជាសម្លេងអីខ្លាចអ្នកខាងក្រៅនឹងឮគាត់បានធ្វើដៃចុកអល់តាកន្លែងភ្នែកឆ្មាហ្នឹងណាដល់ឲ្យប្រពន្ធគាត់ហ្នឹងឈ្នះមើលចំនួនកូនស្រីគាត់វិញនៅពេលដែលប្រពន្ធរបស់គាត់នេះគាត់មើលទៅគាត់បើកភ្នែកធំៗហើយគាត់យកដៃរបស់គាត់ហ្នឹងគឺខ្ទប់មាត់ចឹងនៅពេលដែលប្រពន្ធគាត់ធ្វើទៅមុខបង្ហាញអាការៈរៀងភ័យចឹងណាបងប្រុសថេហ្នឹងគាត់ក៏បានឡើងទៅអឺនមើលម្ដងពេលដែលគាត់មើលតាមប្រឡប់ភ្នែកឆ្មាចេញទៅខាងក្រៅនេះគាត់ឃើញម្នាក់មួយដែលគាត់អាថ្ងៃដែលមកធ្វើកុងត្រាហ្នឹងឃើញដើរនៅខាងក្រៅមកហើយនៅពេលដែលគាត់បើកឡានចេញទៅគាត់ក៏លាភ្នែកមើលទៅអាកញ្ចក់ហ្នឹងដូចជាឃើញម្នាក់ហ្នឹងឈរមើលមកឡានគាត់នេះទោះបីថាថ្ងៃដែលគាត់មកធ្វើកុងត្រាហ្នឹងគាត់មើលពីចម្ងាយឃើញមុខម្នាក់ហ្នឹងមិនច្បាស់ក៏ដោយប៉ុន្តែគាត់នៅចាំសម្លៀកបំពាក់ហើយនឹងទម្រង់សក់របស់ម្នាក់ហ្នឹងព្រោះថាអារូបភាពដែលគាត់មើលតាមប្រឡប់ភ្នែកឆ្មានៅថ្ងៃហ្នឹងនេះគឺដូចជាម្នាក់ហ្នឹងនៅអាថ្ងៃដែលគាត់ឃើញថ្ងៃធ្វើកុងត្រាអញ្ចឹងបានន័យថាដូចជាម្នាក់ស្រីហ្នឹងអត់បានផ្លាស់សម្លៀកបំពាក់ហ្នឹងចេញណាដោយស្លៀកពាក់សម្លៀកបំពាក់ដដែលហ្នឹងចឹងនៅពេលនោះគាត់នៅឃើញបែបនឹងភ្លាមបងប្រទេសគិតថាអ្វីគ្រប់យ៉ាងហ្នឹងដូចជាមិនសូវស្រួលណាបានបន្តិចមកក៏ស្រាប់តែឮសំឡេងគោះទ្វារពីខាងក្រៅមកទុកអញ្ចឹងគាត់ដឹងហើយថាប្រកាសជាម្នាក់ស្រីនឹងហើយជាអ្នកគោះទ្វារណាប៉ុន្តែអាពេលដែលទុកគោះទ្វារហ្នឹងនេះប្រពន្ធគាត់ដោយសារតែគាត់រៀងភ្ញាក់ណាអញ្ចឹងក៏បានបង្កជាសំឡេងពេលនោះបងប្រទេសនេះគាត់ចាប់ដើមទាញទូរស័ព្ទហ្នឹងទេទៅសន្តិសុខនៅខាងក្រោមដើម្បីឲ្យគេឡើងមកខាងលើហ្នឹងណានៅពេលដែលគាត់ទេទៅគាត់ប្រាប់សន្តិសុខថាបន្ទប់របស់គាត់នេះគឺមានមនុស្សឈរនៅខាងមុខហ្នឹងហើយគេមកគោះទ្វារបន្ទប់គាត់ជុំឡើងអញ្ចឹងបន្ទាប់ពីគាត់បិទទូរស័ព្ទហើយគាត់ឲ្យប្រពន្ធគាត់ហើយកូនស្រីរបស់គាត់ណាចូលទៅក្នុងបន្ទប់កូនស្រីគាត់ទាំងអស់គ្នាដោយសារតែប្រពន្ធរបស់គាត់ហ្នឹងក៏មានអារម្មណ៍ថារៀងខ្លាចដែរម្នាក់ស្រីហ្នឹងទោះបីតាមពេលដែលគាត់ឃើញហ្នឹងក្នុងរូបភាពជាមនុស្សប៉ុន្តែដូចមនុស្សរោគចិត្តឬក៏អីអញ្ចឹងណាដែលធ្វើឲ្យប្រពន្ធរបស់គាត់ហ្នឹងគាត់ខ្លាចបានមកសន្ទុះមកអាទ្វាររបស់គាត់ហ្នឹងណាក៏មានមនុស្សគោះពីខាងក្រៅទៀតហើយប៉ុន្តែលើកនេះគោះជាមួយនឹងសម្លេងស្រែកហៅគាត់អញ្ចឹងនៅពេលដែលគាត់ស្ដាប់ទៅសម្លេងដូចជាពូសន្តិសុខអញ្ចឹងនៅពេលដែលគាត់ចេញទៅនេះគាត់អត់បើកទ្វារទេគាត់ក៏រត់សួរបញ្ជាក់ថាពូសន្តិសុខមែនអញ្ចឹងណាហើយនៅពេលដែលគាត់មើលតាមប្រឡប់ភ្នែកឆ្មាហ្នឹងទៅពិតជាឃើញពូសន្តិសុខហ្នឹងគាត់កំពុងតែនៅក្រៅទ្វារមែនពេលនោះពូសន្តិសុខគាត់ថាបន្ទប់បងមែនដែលជាអ្នកទេទៅខ្ញុំមុនហ្នឹងណាបងប្រទេសហ្នឹងគាត់ក៏បានប្រាប់ថាហ្នឹងហើយគឺជាបន្ទប់ខ្ញុំសន្តិសុខគាត់ប្រាប់ថានៅជួនបងហ្នឹងដូចជាអត់មានណាទេហើយចុះបងនៅខាងក្នុងហ្នឹងអូខេឬក៏អត់អញ្ចឹងណាគាត់ប្រាប់ថាអ្នកនៅខាងក្នុងហ្នឹងគឺអត់មានរឿងអីកើតឡើងទេពេលដែលសន្តិសុខគេឡើងមកអត់ឃើញនរណាអញ្ចឹងគេហ្នឹងក៏បានលាបង្ថេដែរចុះទៅខាងក្រោមវិញដល់គេហ្នឹងគ្រាន់តែផ្ដាំថាបើសិនជាមានការអីអាចតាក់ទងទៅគេទៀតបាននៅពេលដែលបងប្រទេសហើយនឹងប្រពន្ធរបស់គាត់ណានៅក្នុងបន្ទប់កូនស្រីគាត់ជុំគ្នានឹងនេះគាត់សួរនាំទៅកាន់កូនស្រីច្បងមកគាត់ហ្នឹងទៅកូនស្រីច្បងហ្នឹងគាត់ប្រាប់ថាឃើញប្អូនស្រីហ្នឹងដើរចេញទៅក្រៅយប់ហ្នឹងប្រហែលយប់ហើយប៉ុន្តែគាត់ស្មានតែគ្នាហ្នឹងទៅបន្ទប់ទឹកអញ្ចឹងណានរណាទៅដឹងថាគាត់ហ្នឹងដើរទៅធ្វើអីនៅមាត់ទ្វារហ្នឹងនោះរំលងបានប្រហែលជាខ្ទង់10ទៅ15នាទីហ្នឹងទ្វារបន្ទប់របស់ពួកគាត់នេះក៏ឮសំឡេងមនុស្សគោះមកខាងក្រៅទៀតអញ្ចឹងបងប្រទេសគាត់ដើរទៅមើលដល់គាត់គិតថាកន្លែងលោកពូសំសុកហ្នឹងមានការអីមកនិយាយទៀតអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់មើលតាមប្រឡប់ភ្នែកឆ្មាទៅលើនេះនៅខាងក្រៅកន្លែងផ្លូវដើរហ្នឹងទោះបីយប់ឡើងក៏ដោយក៏គេបើកភ្លើងចោលដែរប៉ុន្តែលើកនេះនៅពេលដែលគាត់អើទៅខាងក្រៅហ្នឹងណាគឺងងឹតមែនតើអញ្ចឹងនៅពេលដែលគាត់ឆ្ងល់បដាគាត់ពងតែមើលទៅឲ្យមើលខាងក្រៅហ្នឹងអាលុតភ្លើងងឹតឆឹងអញ្ចឹងព្រោះថាក្នុងកតុបគាត់ហ្នឹងអត់មានដាច់ភ្លើងទេបានបន្តិចមកស្រាប់តែឃើញមនុស្សស្រីម្នាក់ហ្នឹងណាដើរចេញមកបន្ទាប់មកដល់មុខបន្ទប់ហ្នឹងក៏បានបែរខ្លួន
មកឈរចំពីមុខទ្វារតែម្ដងប៉ុន្តែលើកនេះណាមិនមែនមកក្នុងរូបភាពធម្មតាទេមុខរបស់គាត់នេះគឺឡើងរលួយមកដល់ត្រឹមកពេលដែលឃើញសភាពបែបហ្នឹងបងប្រុសថេតគាត់ចាប់ផ្ដើមយកដៃហ្នឹងខ្ទប់មាត់ខ្លួនឯងដោយប្រពន្ធគាត់ចឹងដោយសារតែគាត់អត់ចង់បង្កជាសម្លេងអីណាបានបន្តិចមកម្នាក់ស្រីម្នាក់ហ្នឹងក៏បានអើតមុខមកចិត្តអាប្រឡោះភ្នែកឆ្មាហ្នឹងរួចគាត់និយាយថាបើកទ្វារអ៊ីមកចាំអ៊ីចូលទៅលេងជាមួយពេលគ្រាន់តែលឺប៉ុណ្ណឹងភ្លាមណាបងប្រុសថេតគាត់ចាប់ផ្ដើមព្រួយសម្បុរអស់តែម្ដងអញ្ចឹងនៅពេលដែលបងប្រុសថេតគាត់ខ្លាចពេកគាត់លែងហ៊ានមើលទៅតាមអាប្រឡោះភ្នែកឆ្មាហ្នឹងហើយអញ្ចឹងគាត់ខ្ទប់មាត់របស់គាត់ដើរថយក្រោយណាដៃរបស់គាត់ហ្នឹងលោកចូលកប៉ៅដើម្បីទាញរោទូរស័ព្ទនេះខលទៅពូសនសុកឲ្យគាត់ឡើងមកខាងលើម្ដងទៀតប៉ុន្តែមកលើកហ្នឹងណាមិនរាយការណ៍ថាឲ្យពូសនសុកហ្នឹងមកមើលថាណាគូទ្វារទេគឺដើម្បីថាឲ្យពូសនសុកឡើងមកហើយពួកគាត់នេះចោះទៅវិញជាមួយពូសនសុកតែម្ដងប៉ុន្តែនៅពេលដែលប្រពន្ធរបស់គាត់ហើយនឹងកូនគាត់ណាសួរមកកាន់បងថេតហ្នឹងថាហើយគាត់នឹងបានឃើញអីគេនៅខាងក្រៅហ្នឹងណាគេនៅខាងក្រៅអញ្ចឹងណាប៉ុន្តែបងថេតគាត់ព្យាយាមអត់និយាយរឿងហ្នឹងទៅប្រាប់ប្រពន្ធកូនគាត់ទេដោយសារតែគាត់ខ្លាចថាវាជ្រួលច្បល់ណាគាត់គ្រាន់តែប្រាប់ប្រពន្ធគាត់ហ្នឹងថាឲ្យទៅប្រមូលរបស់សំខាន់ហ្នឹងមកហើយកូនស្រីគាត់ហ្នឹងក៏ដូចគ្នាពួកគាត់នឹងចាក់ចេញពីកន្លែងហ្នឹងណាអញ្ចឹងនៅពេលដែលប្រពន្ធរបស់គាត់ហើយនឹងកូនស្រីច្បងរបស់គាត់ណាគាត់ទៅរៀបចំមករបស់សំខាន់ដាក់ជាមួយខ្លួននេះពេលនោះទ្វារបន្ទប់របស់គាត់នេះក៏នៅតែលឺសំឡេងមនុស្សគោះពីខាងក្រៅមកប៉ុន្តែបងប្រុសថេនគាត់បានស្រែកថាកុំខ្វល់គិតតែរៀបចំមករបស់សំខាន់ហ្នឹងមកបងប្រុសថេននៅពេលនោះគាត់បញ្ជាក់ថាអារម្មណ៍របស់គាត់នៅពេលនោះគូចំហុកចំបល់ដូចចង់ឈួតអស់ហើយណាមួយនៅឃើញរូបភាពដ៏អាក្រក់ដែលគាត់ដកនៅជាប់នៅក្នុងចិត្តណាហើយប្រពន្ធរបស់គាត់នេះជាមួយកូនស្រីច្បងហ្នឹងគិតទៅសួរនាំអាសំឡេងគូទ្វារហ្នឹងនៅតែលឺម្ដងម្កាលនៅពេលនោះគាត់ថាគាត់ច្បោកច្បល់ឡើងចង់ឈួតអស់ហើយមួយសន្ទុះក្រោយមកទើបសន្តិសុខហ្នឹងគេឡើងមកគូទ្វារពេលដែលលឺសំឡេងពូសន្តិសុខភ្លាមណាបងប្រទេសគឺគាត់សប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងនៅពេលដែលគាត់បញ្ញាប់ទៅអឺតមើលតាប្រឡប់ភ្នែកឆ្មាហ្នឹងនេះនៅខាងក្រៅហ្នឹងគឺអត់មានងឹតទេមានភ្លើងមានអីធម្មតាហើយសន្តិសុខគេនឹងឈរនៅខាងក្រៅហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់បើកទ្វារមកហើយគាត់ហៅប្រពន្ធកូនគាត់ដើម្បីថាចាក់ចេញពីបន្ទប់ហ្នឹងណាពូសន្តិសុខគាត់សួរថាមានរឿងអីចឹងណានៅពេលនោះគាត់គ្រាន់តែប្រាប់ពូសន្តិសុខហ្នឹងថាឲ្យជួយនាំពួកគាត់នេះចុះទៅខាងក្រោមសិនទៅអញ្ចឹងនៅពេលដែលខ្ទប់ទ្វារខ្ទប់អីចាក់សោស្រុបបួលហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏បានចុះទៅខាងក្រោមជាមួយនឹងពូសន្តិសុខនៅពេលដែលពួកគាត់នៅក្នុងចដាយន្តណាបងថេតគាត់នៅតែបង្ហាញអារម្មណ៍តាក់ស្លុតភ័យខ្លាចអញ្ចឹងនៅពេលដែលគេគ្រប់គ្នាមើលមុខបងថេតហើយក៏បានមើលមកមុខពូសន្តិសុខនឹងនេះនៅពេលនោះបងប្រុសថេតហ្នឹងក៏បានសួរពូសន្តិសុខថាពូហើយពូធ្វើការនៅកន្លែងហ្នឹងពូអត់ខ្លាចទេពូសន្តិសុខហ្នឹងគាត់ក៏បានលូកដៃចូលទៅក្នុងអារបស់គាត់ឲ្យទាញចេញមកយឺតទៅណាគាត់ប្រាប់ថាកុំបារម្ភអីគាត់មានព្រះច្រើនណាស់ពូសន្តិសុខហ្នឹងគាត់ពាក់ខ្សែកដែលមានព្រះហ្នឹងឡើង4-5បតោងនៅខ្សែកតែមួយហ្នឹងអញ្ចឹងនៅពេលនោះបងប្រុសថេហ្នឹងក៏ដឹងហើយថាកន្លែងហ្នឹងប្រកាសជាធ្លាប់មានអីហើយបានជាពូសន្តិសុខគាត់មកធ្វើការនៅកន្លែងហ្នឹងគាត់ពាក់បតោងព្រះហ្នឹងចង់ពេញកករបស់គាត់អញ្ចឹងណាប៉ុន្តែទោះបីថាបងប្រុសថេហ្នឹងគាត់ព្យាយាមសួរពូសន្តិសុខយ៉ាងណាក៏ពូសន្តិសុខហ្នឹងគាត់អត់អាចនិយាយបានដែរព្រោះគាត់ជាបុគ្គលិកធ្វើការនៅកន្លែងហ្នឹងនៅពេលដែលចូលទៅដល់ខាងក្រោមប្រពន្ធរបស់គាត់ណាសួរថាឥឡូវហ្នឹងយើងទៅណាទៀតបងប្រុសថេនៅពេលនោះក៏គាត់អត់ដឹងដែរគាត់តល់តម្រេះដែរណាប៉ុន្តែប្រពន្ធរបស់គាត់ហ្នឹងក៏បានទេទៅមេជាជនជាតិបរទេសរបស់គាត់ហ្នឹងដោយគាត់ហ្នឹងជាមនុស្សស្រីហើយគាត់នៅក្នុងអាផាតមិនមួយតែឯងទៀតអញ្ចឹងនៅពេលដែលគាត់តាក់ទងទៅមេរបស់គាត់នេះមេរបស់គាត់ហ្នឹងក៏បានព្រមឲ្យប្រពន្ធកូនហើយនឹងប្តីរបស់គាត់ហ្នឹងទៅស្នាក់នៅអាផាតមិនរបស់មេរបស់គាត់ហ្នឹងយប់នឹងសិនទៅពួកគាត់ក៏បានបញ្ញាចូលឡានហើយបើកចេញទៅណានៅពេលដែលពួកគាត់ទៅដល់អាផាតមិនមេរបស់ប្រពន្ធគាត់នេះចូលទៅដល់ពួកគាត់ហ្នឹងក៏បានរកកន្លែងរកអីឲ្យកូនគាត់សម្រាកសិនប៉ុន្តែប្តីប្រពន្ធពួកគាត់នេះគាត់បានពិភាក្សាគ្នាដោយបងថេនហ្នឹងគាត់បានប្រាប់ថាអ្វីដែលគាត់បានឃើញនៅខាងក្រៅនៅពេលដែលគាត់អឺតមើលហ្នឹងណាគាត់ឃើញរូបភាពអីខ្លះគាត់បានប្រាប់ប្រពន្ធរបស់គាត់ហ្នឹងទាំងអស់អញ្ចឹងនៅពេលនោះពួកគាត់ហ្នឹងក៏បានសម្រេចចិត្តថាពួកគាត់អាចរស់នៅកន្លែងហ្នឹងទៀតបានទេព្រោះថាបើសិនជាគេមកគោះទ្វាររាល់ថ្ងៃអញ្ចឹងចុះបើថ្ងៃណាមួយកូនស្រីរបស់គាត់ហ្នឹងបើទ្វារឲ្យទៅតាមគេលោតចុះមកខាងក្រោមជាមួយគេឬក៏មិនទៅយ៉ាងម៉េចបើសិនជាអីដែលគាត់ឃើញហ្នឹងមិនមែនមនុស្សផងហ្នឹងហើយប្រសិនបើគាត់រាយការណ៍ទៅខាងអាផាតមិនទៅខាងបុគ្គលិកអីហ្នឹងក៏គាត់គិតថាគេនឹងបដិសេធនៅសំណើរបស់គាត់អីនៅពេលនោះពួកគាត់គ្មានជំរឿអីក្រៅពី
ឬចេញតែខ្លួនឯងទេចោលលុយក៏ណាប៉ុន្តែបញ្ហាបន្ទាប់ប្រសិនបើពួកគាត់រើចេញពីកន្លែងហ្នឹងកំឡុងពេលដែលពួកគាត់រកកន្លែងថ្មីអត់ទាន់បានហ្នឹងឲ្យពួកគាត់ទៅរស់នៅកន្លែងណាពេលនោះប្រពន្ធរបស់គាត់ហ្នឹងក៏ព្យាយាមទៅនិយាយជាមួយមេគាត់សិនណាប៉ុន្តែមេរបស់គាត់ហ្នឹងគឺចិត្តល្អមែនទែនដោយគាត់ហ្នឹងអនុញ្ញាតឲ្យនៅបណ្ដោះអាសន្នសិនប៉ុន្តែពួកគាត់ត្រូវបញ្ញាប់រកកន្លែងរស់នៅថ្មីផងដែរអញ្ចឹងក៏សូមបញ្ជាក់ពុកម៉ែបងប្អូនបន្តិចកំឡុងពេលដែលពួកគាត់មករស់នៅអាផាតមិនរបស់មេគាត់ហ្នឹងគាត់អត់មានថាតន់រើអវ៉ាន់ចេញពីអាផាតមិនរបស់គាត់ទេដោយសារតែអាលុយកម្រៃដែលគាត់ជួលអាផាតមិននោះគឺវាអត់ទាន់ដល់ខែទេអញ្ចឹងគាត់ទុកអវ៉ាន់អីហ្នឹងនៅក្នុងអាផាតមិនហ្នឹងទាំងអស់គាត់គ្រាន់តែយកកៅអៅហើយនឹងគ្រឿងដែលគាត់ត្រូវប្រើប្រាស់រាល់ថ្ងៃណាឬមកយកមកប្រើប្រាស់នៅក្នុងអាផាតមិនមេរបស់គាត់នេះសិនរហូតតតែពួកគាត់នេះបានន័យថារកកន្លែងថ្មីនៅបានណាពួកគាត់ហ្នឹងក៏បានរើអាវ៉ាន់ទាំងអស់ពីអាផាតមិនរបស់គាត់ហ្នឹងតែនៅកន្លែងថ្មីតែម្ដងហើយនៅពេលដែលបងថេតនេះគាត់ព្យាយាមសួរខាងភ្នាក់ងារមួយដែលគាត់ទៅជួលនៅកន្លែងហ្នឹងណាគាត់សួរថាកន្លែងដែលគាត់រស់នៅហ្នឹងវាមានរឿងអីកើតឡើងពីមុនមកមិនបានជាគាត់ទៅនៅទៅវាជួបរឿងបែបហ្នឹងណាពេលហ្នឹងគាត់ខឹងខាងភ្នាក់ងារហ្នឹងខ្លាំងមែនទែនប៉ុន្តែភ្នាក់ងារហ្នឹងគេបញ្យល់ថាវាមិនមែនជាអាផាតរបស់ពួកគាត់ទេគាត់ជាភ្នាក់ងារណាជួយរកភ្ញៀវដាក់ឲ្យគេហើយបើសិនជាពួកគាត់នេះទៅសួរម្ចាស់ផ្ទះក៏មិនបានចម្លើយអីដោយតែបងឯងសួរខ្ញុំចឹងដែរអាហ្នឹងគេឆ្លើយប្រាប់គាត់តែប៉ុណ្្នឹងឯងអញ្ចឹងទោះបីមកថេតគាត់ខឹងគាត់មិនក៏ដោយក៏មិនអាចថាទៅស្ដីឲ្យគ្នាបានដែរព្រោះគ្នាមិនទៅដឹងប្រវត្តិដឹងអីពីមុនមករាប់សិបឆ្នាំឯណាប៉ុន្តែរំលងបានរយៈពេលប្រហែលជា2ឆ្នាំជាងបងប្រុសថេតហ្នឹងគឺភ្ញាក់ផ្អើលមែនទែនដោយសារតែពេលដែលគាត់ទទួលបានលេខទូរស័ព្ទមួយ call មកណាហើយនៅពេលដែលគាត់លើកទៅនេះអ្នកដែល call មកគាត់ហ្នឹងគឺជាម្នាក់ស្រីមួយជាភ្នាក់ងារដែលធ្លាប់នាំគាត់ទៅជួលអាផាតមិនមួយដែលគាត់ជួលខ្មោយលងនឹងឯងនៅពេលនោះម្នាក់ស្រីហ្នឹងគាត់សួរថានៅចាំគាត់បានឬក៏អត់ហើយបងហ្នឹងនៅចង់ដឹងរឿងតាក់ទងជាមួយនឹងអាផាតមិនបងធ្លាប់ជួលទៀតឬក៏អត់នៅពេលនោះបងថេតគាត់សឹងតែភ្លេចរឿងហ្នឹងចេញពីក្នុងចិត្តរបស់គាត់ណាប៉ុន្តែនៅពេលដែលគេសួរអញ្ចឹងរូបភាពទាំងអស់ហ្នឹងគឺត្រឡប់មកវិញហើយគាត់ប្រាប់ថាគាត់ចង់ដឹងអញ្ចឹងនៅពេលនោះពួកគាត់ហ្នឹងក៏បានណាត់ជួបគ្នានៅហាងកាហ្វេមួយណាប៉ុន្តែមិនមែនហាងកាហ្វេនៅកន្លែងអាផាតមិនហ្នឹងទេនៅពេលនោះភ្នាក់ងារហ្នឹងគេបាននិយាយថាអញ្ចេះកាលពីមុនខ្ញុំធ្វើការនៅកន្លែងហ្នឹងខ្ញុំពិបាកនឹងនិយាយណាប៉ុន្តែឥឡូវហ្នឹងគឺគាត់ផ្លាស់ប្ដូរមកកន្លែងថ្មីហើយអត់ធ្វើជាភ្នាក់ងារនាំភ្ញៀវនាំអីហ្នឹងទៅជួលផ្ទះជួលអាផាតមិននេះទៀតទេអញ្ចឹងគាត់ប្រាប់ថាអញ្ចេះរយៈពេលដែលបងជួបរឿងហ្នឹងណាខ្ញុំហ្នឹងក៏ស៊ើបតាមរយៈខ្សែបណ្ដាញរបស់ខ្ញុំដែរបន្ទាប់មកគាត់ក៏បានដឹងថាអាគារមួយហ្នឹងណាធ្លាប់មានអ្នកនៅលើហ្នឹងលេបថ្នាំសម្រាប់ខ្លួនប៉ុន្តែគេអត់ប្រាប់ទេថាបន្ទប់ណាជាន់ណាគ្រាន់តែដឹងថាជនរងគ្រោះដែលបានលេបថ្នាំសម្រាប់ខ្លួនហ្នឹងគឺជាមនុស្សស្រីបន្ទាប់មកភ្នាក់ងារហ្នឹងក៏បានសួរមកកាន់បងថេនេះថាតើបងដឹងទេបន្ទាប់ពីបងជួបរឿងហ្នឹងហើយផ្ដាច់កុងត្រាលែងជួលលែងអីជាមួយនឹងម្ចាស់ផ្ទះណាខ្ញុំហ្នឹងក៏បានសួរម្ចាស់អាផាតមិនហ្នឹងមួយម៉ាត់ពីរម៉ាត់ដែរថាអាផាតមិនរបស់គាត់ហ្នឹងធ្លាប់មានរឿងអីមែនបានជាអ្នកដែលទៅជួលទៅគាត់ជួបរឿងអាមនុស្សរឿងអីអញ្ចឹងណាពេលហ្នឹងដូចជាម្ចាស់អាផាតមិនហ្នឹងគាត់និយាយធ្លោយមាត់ទេគាត់ថាអូអាផាតមិនគាត់មិនដែលមានរឿងអីទេហើយក៏គ្មានអ្នកណាទៅអុកឡុកដែរព្រោះថាទ្វារបន្ទប់របស់គាត់ហ្នឹងណាបញ្ចុះសិតតែអាឋានមួយសន្លឹកគ្រប់ទ្វារហ្នឹងនៅពេលនោះភ្នាក់ងារហ្នឹងគាត់ចាប់បានត្រង់ថាម្ចាស់អាផាតមិនដែលបងប្រទេសគាត់បានជួលហ្នឹងណាប៉ុន្តែសូមបញ្ជាក់ថាម្ចាស់អាផាតមិនទេមួយយូនីតហ្នឹងទេមិនមែនម្ចាស់អាគារទាំងមូលទេគាត់ចាប់បានត្រង់ថាម្ចាស់ហ្នឹងគាត់ជ្រុលមាត់និយាយថាគ្មានអ្នកណាទៅអុកឡុកអាបន្ទប់គាត់នឹងបានទេដោយសារអីគាត់បញ្ចុះសិតតែអាឋានមួយសន្លឹកនៅក្រោមទ្វារអញ្ចឹងភ្នាក់ងារហ្នឹងគេក៏ចាប់បានកន្លែងហ្នឹងគេសួរបញ្ជាក់ថាបើសិនជាអត់មានរឿងអីហេតុបានជាលោកពូនោះបញ្ចុះអាឋានអញ្ចឹងម្ចាស់អាផាតមិនហ្នឹងគេគាត់រៀងប្របាក់ឆ្នោយឯងគាត់ក៏ប្រាប់ថាអូយគ្រាន់តែជារឿងអបិយជំនឿធម្មតាទេការពីនៅពេលនោះឯងដែលធ្វើបងថេនេះគាត់នឹកឃើញថាប្រហែលដោយសារតែម្ចាស់គេបញ្ចុះអាឋាននឹងទ្វារនឹងហើយមើលទៅណាដែលធ្វើឲ្យខ្មោចមួយហ្នឹងចូលទៅក្នុងបន្ទប់គាត់នឹងមិនបានព្រោះថានៅពេលដែលគាត់អឺតមើលទៅគាត់ឮសំឡេងខ្មោចមួយហ្នឹងគាត់និយាយថាបើទ្វារចាំចូលទៅលេងជាមួយណាអញ្ចឹងប្រហែលជាខ្មោចមួយហ្នឹងអន្ទង់ចិត្តកូនស្រីរបស់គាត់ហ្នឹងណាទៅបើទ្វារឲ្យហើយដើម្បីឲ្យគាត់ចូលមកអុកឡុកហើយមើលទៅព្រោះថាបើសិនជាគេមិនបើទ្វារគាត់ទេគាត់ចូលមករួចទេនៅពេលនោះឯងដែលបងប្រទេសហ្នឹងណាគាត់ថាសំណាងមែនតែនហើយចុះបើសិនជាកូនស្រីរបស់គាត់បើទ្វារឲ្យតើវានឹងមានរឿងអីកើតឡើងបន្តទៀត
អញ្ចឹងសំណាងនៅខាងកូនស្រីរបស់គាត់ហ្នឹងគាត់មិនបានបើកទ្វារណាតាមដែលយើងស្ដាប់ទៅប្រហែលជាក្មួយស្រីមួយហ្នឹងណាគេដឹងថាគ្រួសាររបស់បងថេតនេះអាចមើលឃើញគេតាំងពីថ្ងៃដែលពួកគាត់ហ្នឹងទៅចុះកងត្រាម្លេះព្រោះថានៅពេលដែលចុះកងត្រាហើយបងថេតនិងប្រពន្ធគាត់ចេញមកខាងក្រៅមើលតាមវេរងដែរហើយពួកគាត់ហ្នឹងក៏បានមើលឃើញពីលើមកហើយពួកគាត់ហ្នឹងនាំគ្នានិយាយទៀតមិនថាមើលឃើញអត់និយាយណាប៉ុន្តែដោយសារតែពេលហ្នឹងពួកគាត់មិនដឹងថាអ្នកដែលគាត់ឃើញហ្នឹងជាអ្វីអញ្ចឹងប្រហែលជាគេដឹងហើយថាពួកគាត់ហ្នឹងអាចមើលឃើញគេអូខេពុកម៉ែបងប្អូនអញ្ចឹងទាំងអស់នេះគឺជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងអេពីសូតទី121របស់យើងថ្ងៃនេះហើយក៏សូមបញ្ជាក់ពុកម៉ែបងប្អូនដែរថាទាំងអស់នេះវាគ្រាន់តែជាបទពិសោធន៍របស់បុគ្គលតែប៉ុណ្ណោះព្រោះនិទានបង្កើតឡើងគឺគ្រាន់តែចង់ចែករំលែករឿងខ្មោចដើម្បីឲ្យពុកម៉ែបងប្អូនយើងបានស្ដាប់កំសាន្តដូចជាយើងធ្លាប់ស្ដាប់ពីចាស់ៗគាត់និទានប្រាប់ឬក៏មិត្តភ័ក្តិនិយាយប្រាប់គ្នាតែប៉ុណ្្នឹងឯងមិនជំរុញឲ្យពុកម៉ែបងប្អូនជឿឡើយថាខ្មោចមានពិតឬក៏មិនមានពិតនោះអញ្ចឹងសូមស្ដាប់ត្រឹមតែជាការកំសាន្តទៅបានហើយសូមស្ដាប់ដោយការពិចារណាប្រសិនបើពុកម៉ែបងប្អូនចង់គាំទ្រការផលិតវីដេអូរបស់និទានក៏អាចផ្ញើមកបានតាមរយៈ ABA ដែលខ្ញុំដាក់នៅក្នុង pin comment នៅខាងក្រោមហើយប្រសិនបើការនិទានរបស់ខ្ញុំបាទនិទានទៅមានកំហុសខុសឆ្គងលើសពីពេចត្រង់ណាបំសំរុំនោះក៏សូមមេត្តាខន្តីនិងអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនជាប្រិយមិត្តអ្នកស្ដាប់ផងសម្រាប់ពុកម៉ែបងប្អូនដែលស្ដាប់មកដល់ត្រង់ចំណុចនេះអត់ទាន់បានជួយចុច Subscribe ឲ្យខ្ញុំបាទទេសូមមេត្តាពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យខ្ញុំបាទម្នាក់មួយផងខ្ញុំបាទនឹងខិតខំស្វែងរករឿងរ៉ាវថ្មីៗដើម្បីយកមកចងក្រងធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនយើងស្ដាប់កំសាន្តទៀតបើចង់ស្ដាប់រឿងនិទានកុំភ្លេចនិទានសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅអេពីសូតបន្តទៀត